ស្ដីបងប្អូនទាំងគ្នាថ្ងៃនេះចាំមិនមានដំណឹងល្អចង់ប្រាប់ដល់បងប្អូនទាំងគ្នាសម្រាប់អ្នកដែលគាត់ចង់មកធ្វើការនៅប្រទេសគេឥឡូវនេះខាងក្រសួងការងារគឺបានប្រកាសហើយចារើសពលករផ្នែកកសិកម្មទៅធ្វើការនៅប្រទេសអ៊ីស្រាអែលបងប្អូនស្គាល់ប្រទេសអ៊ីស្រាអែលទេចាហើយប្រាក់ខែដែលបងប្អូនទទួលបានក្នុងមួយខែ$2,100ផ្នែកកសិកម្មហើយបងប្អូនអាចដាក់ពាក្យបានអាយុចា23ដល់39ឆ្នាំបងប្អូនមានសុខភាពល្អមិនមានជំងឺអីសោះមិនមានងងឹតពណ៌ភ្នែកហើយមិនធ្លាប់ប្រើប្រាស់សារធាតុញៀនក៏ដូចជាចាធ្លាប់ជាប់ពន្ធនាគារហើយអត់មានជំងឺកាមរោគជំងឺឆ្លងបងប្អូនអាចមកបាននេះហើយបើបងប្អូនចេះភាសាអង់គ្លេសទៀតអត្ថភាពហត់តាល្អមានឱកាសជាប់បានច្រើនចាហើយឲ្យប្រាក់ខែខ្ញុំនិយាយប្រាក់ខែបន្តិចប្រាក់ខែ$2,100នេះអត់ទាន់ដកទៅលើការចំណាយផ្សេងដូចជាឲ្យបង់ពន្ធទៅនារ៉ាប់រងសុខភាពថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងអត់ទាន់ដកទេអញ្ចឹងយើងដកទៀតអាចនឹងថាសល់ខ្ទង់$1,000ជាងដែរតើបងប្អូនទទួលយកបានអត់ប្រាក់ខែប៉ុណ្ណឹងទទួលយកបានអត់ប្រាក់ខែ$2,100ហ្នឹងទៅធ្វើការនៅប្រទេសអ៊ីស្រាអែលសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍កុំភ្លេចធ្វើការទៅទិញពាក្យនៅក្រសួងការងារនៅកោបស្រូវដែលគេហៅឲ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បងប្អូនស្គាល់ហ៎និយាយទៅម៉ូតូដប់ pass up គឺគាត់ស្គាល់បងប្អូនបាច់ជិះម៉ូតូទៅខ្លួនឯងឲ្យគាត់ជួនទៅបើអត់ស្គាល់គាត់ជួនទៅដល់ដាក់មុខក្រសួងហ្នឹងហ្មងហើយចំណុចនិយាយហើយនិយាយទៀតគឺមានតែក្រសួងមួយគត់ដែលអាចយកបងប្អូនមកធ្វើការនៅក្រៅប្រទេសបានដោយស្របច្បាប់ដោយសុវត្ថិភាពមិនមានការចាញ់បោកគេទេហើយបងប្អូនត្រូវដឹងណាពេលដែលយើងមកធ្វើការនៅប្រទេសគេអញ្ចឹងមកតាមរយៈក្រសួងមានក្រសួងចាមានស្ថានទូតយើងមកដោយស្របច្បាប់ពេលដែលបងប្អូនមានបញ្ហាអីមួយចាតើកែធ្វើបាបតើកែអត់បើកប្រាក់ខែឲ្យឬប្រការណាមួយគេធ្វើបាបបងប្អូនចាគឺគេជួយយើងគេជួយដោះស្រាយយើងបើសិនជាបងប្អូនមកខាងក្រៅដែលបងប្អូនអត់ស្គាល់អត់ដឹងចេះតែមកពេលមានបញ្ហាអីគ្មានអ្នកណាអាចជួយបងប្អូនបានទេអាហ្នឹងចំណុចទី1ដែលបងប្អូនត្រូវគិតអញ្ចឹងបានថាកុំចេះតែជឿតាមមេខ្យល់ខាងក្រៅដែលគេឃោសនាអញ្ចឹងចុះយកតែលុយបងប្អូនអ្នកខ្លះគេបោកអស់លុយពីខ្លួនហើយអត់បានមកធ្វើការស្រុកគេទៀតវាមានច្រើនណាស់បងប្អូនអារឿងគេចាំបោកបងប្អូនគេឃើញបងប្អូនចង់មកធ្វើការស្រុកគេខ្លាំងគេចេះតែកុហកអញ្ចឹងដើម្បីឲ្យបងប្អូនជឿតែតាមពិតទៅគេអត់អាចយកបងប្អូនមកបានទេព្រោះគេមិនមែនជាក្រសួងគេអត់មានសិទ្ធអត់មានបានចុះ MOU អីជាមួយនឹងខាងកូរ៉េឬខាងអ៊ីស្រាអែលរដ្ឋអ៊ីស្រាអែលទេធ្វើមកយកបងប្អូនទៅបានអានឹងបងប្អូនត្រូវគិតណាមិនងាយណាយកយើងមកធ្វើការស្រុកគេបានម្នាក់អីមិនមែនស្រួលទេណាអញ្ចឹងបានចាំមិនចេះតែនិយាយថាបងប្អូនត្រូវតែមកតាមរយៈក្រសួងការងារនៅកោបស្រូវចាំមកក្រៅពីហ្នឹងកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយមិនស្រួលហ្នឹងក៏ហក់ឃោសនាលេខកាត់យកលុយបងប្អូនអស់លីងពីខ្លួនហើយបងប្អូនអត់បានមកទៀតឥឡូវព្រោះមានអ្នកចាំបោកបងប្អូនច្រើនណាស់អានេះចាំមិនចេះតែដាស់តឿនទៅបើគិតថាល្អយកទុកការពារខ្លួនទៅបើគិតថាមិនល្អទេក៏មិនបាច់ស្ដាប់ទៅដែរបងប្អូនណាចាហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលគាត់ចង់ទៅដាក់ពាក្យរស់រាន់ឡើងទៅដាក់ពាក្យឲ្យបញ្ជាក់និយាយថ្ងៃបងប្អូនណាគេលក់ពាក្យ2ថ្ងៃ18ខែ7 2026ហ្នឹងណាហើយថ្ងៃដែលគេទទួលពាក្យគឺនៅថ្ងៃទី27ខែ7រហូតដល់ថ្ងៃទី7ខែ8 2026បើរាប់ទៅវា2អាទិត្យជាងដែរគេទទួលពាក្យអញ្ចឹងរូបរាន់ឡើងទៅដាក់ពាក្យឲ្យបានគ្រប់គ្នាចាជូនពរដាក់ពាក្យជាប់បានមកធ្វើការស្រុកគេបានប្រាក់ខែច្រើនបាយបងប្អូន